ពុកវាកាត់អីនឹងពុកវាអូយខ្ញុំចុកទ្រូងណាស់ម៉ែវារ៉ាឆាប់គ្រាពុកឯងទៅសម្រាកទៅណានឹងរកស៊ីចិញ្ចឹមពួកឯងតាំងពីតូចធ្លាក់ខ្លួនឈឺទៀតយើងនឹងរត់ពួកឯងឲ្យស្លាប់ហើយឲ្យពួកឯងទៅទទួលទារុណកម្មនៅឯឋាននរកច្រត់មួយក៏បង្ហាញខ្លួននៅចំពោះមុខនៃរៈពិតជាអស្ចារ្យណាស់លោកយាយជាទេវតាមែនទេរឿងកូនប្រុសទាំង3មានគ្រួសារសេដ្ឋីដ៏មានស្ដុកស្ដំមួយដែលមានកូនប្រុសចំនួន3នាក់កូនប្រុសទី1ឈ្មោះថារ័ន្តកូនប្រុសទី2ឈ្មោះថារិទ្ធរីឯកូនប្រុសទី3ឈ្មោះថារៈរ័ន្តនិងរិទ្ធជាកូនដែលមិនដាល់ជួយរកអ្វីទាល់តែសោះព្រោះគិតថាគ្រួសារមានស្រាប់ហើយតែងតែប្រកែកមិនព្រមធ្វើការងារដែលឪពុកដាក់ឲ្យចំណែករៈគេតែងតែទៅជួយឪពុកជួញដូរអង្ករនៅលើទូកជារៀងរាល់ថ្ងៃពងតើមានរឿងអីនៅក្នុងចិនបានជាមុខស្ងួតស្ងាត់ម្ល៉េះពុកពិបាកចិត្តរឿងបងប្រុសរបស់ឯងទាំងពីរនាក់ហ្នឹងណាមិនដឹងថ្ងៃណាទៅពួកគេមានគំនិតចង់មានបានដូចជាគេទេពុកកុំគិតច្រើនអីបន្តិចទៀតពេលគាត់មានគ្រួសារទៅគាត់នឹងចេះគិតគូរហើយសង្ឃឹមថាអញ្ចឹងទៅចុះទោះពុកស្លាប់ទៅក៏បិទភ្នែកចិត្តដែរថ្ងៃមួយទូកដឹកអង្កររបស់សេដ្ឋីត្រូវបានក្រុមចៅសមុទ្រប្លន់យកទៅលោកសេដ្ឋីបានជំនុំរឿងនេះជាមួយកូនប្រុសទាំង3និងប្រពន្ធរបស់គាត់ពេលនេះទូកដឹកអង្កររបស់យើងត្រូវចៅសមុទ្រប្លន់យកអស់បាត់ហើយប្រាក់កាសនៅសល់មិនច្រើនទេសម្រាប់ចាយវាយរត់ហើយនឹងរងល្មមជួយមើលការងារក្នុងផ្ទះខ្លះហើយឯងមើលប្អូនឯងទៅគ្រប់ការងារទាំងអស់គឺគេជាអ្នករ៉ាប់រងសូម្បីតែលុយយើងចាយវាយរាល់ថ្ងៃក៏ជាចំណែកដែលគេរកមកដែរអូយម៉ែគ្រាន់តែបាត់ទូកមួយសោះមិនក៏រាយរាប់ច្រើនម្ល៉េះមែនហ្នឹងហើយចាំបាច់រំលឹកឈ្មោះមកធ្វើអីកាលពីតូចខ្ញុំធ្លាប់មើលប្អូនរះដែរហ្នឹងដល់ពេលវាធំទៅឲ្យវារកចិញ្ចឹមពួកខ្ញុំវិញទៅហើយគ្រាន់តែបាត់ទូកមួយសោះឲ្យចៅវាយកទៅប្រាក់យើងចាយមួយជីវិតក៏មិនអស់ផងមិនដឹងទៅខំរកធ្វើស្អីទេនាំទៅហត់មិនក៏បងនិយាយដាក់ម៉ែអញ្ចឹងពុកម៉ែគាត់ខំរកស្ទើរស្លាប់ស្ទើររស់ទម្រាំតែមានដល់ពេលនេះលុយណាមិនដោះចេញពីខ្លួនទេណាបងកុំមកបដៅយើងវើយតិចទាត់មួយជើងបាក់ចង្កេះឥឡូវហ្នឹងថាមិនត្រូវឯងទៅខុបខិតគ្នាជាមួយចៅទាំងនោះផងក៏មិនដឹងបានហើយពួកឯងទាំងពីរចង់ទៅណាក៏ទៅអូយអូយពងពុកវាកាត់អីនឹងពុកវាអូយខ្ញុំចុកទ្រូងណាស់ម៉ែវារ៉ាឆាប់គ្រាពុកឯងទៅសម្រាកទៅណាពុកចាស់ហើយឈឺបន្តិចបន្តួចវាជារឿងធម្មតាទេម៉ែកុំបារម្ភពីគាត់អីពុកកាំងដួលប៉ុណ្ណឹងហើយពួកបងនៅតែថាបន្តិចបន្តួចទៀតមែនទេពិតជាមិនដឹងគុណពុកមែនហេអាមួយនេះយូរទៅសម្ដីថ្លោះទៅហើយតានេះតិចអញអត់បានឥឡូវហើយបានហើយពួកឯងទៅពីរនាក់ចង់ទៅណាក៏ទៅខ្ញុំទៅក៏បានដែរទៅដើរមើលស្រីស្អាតនៅក្នុងភូមិវិញសប្បាយចិត្តជាងតោះអារិតឯងទៅជាមួយយើងអត់តោះនៅផ្ទះធុញថប់ណាស់មានតែរឿងចាប់តាំងពីពេលនោះមកលោកសេដ្ឋីបានក្រំគ្រាចិត្តជាខ្លាំងរហូតដល់ធ្លាក់ខ្លួនឈឺជាទម្ងន់នាយរៈពិបាកចិត្តណាស់ព្រោះមិនដឹងថាត្រូវធ្វើដូចម្ដេចទើបឪពុករបស់ខ្លួនបានជាពីជំងឺនេះវិញរួចហើយគេក៏បានដើរទៅអង្គុយនៅក្រោមដើមឈើធំមួយទេវតាអើយតើឲ្យខ្ញុំធ្វើយ៉ាងណាខ្ញុំមិនអាចទទួលយកបានទេបើសិនជាឪពុករបស់ខ្ញុំកើតអីទៅនោះចៅ
ចៅកុំយំអីណាម៉ណេះមកយាយចង់ប្រើចៅបន្តិចចាំយាយជួយចៅវិញណា តើអ្នកជានរណាមិនក៏ខ្ញុំឮតែសំឡេងអញ្ចឹង យាយគឺនៅក្នុងដើមឈើដែលចៅអង្គុយផ្អែកនឹងហើយតែចៅកុំខ្លាចយាយអីយាយមិនធ្វើបាបចៅទេមកជួយយាយបន្តិចមកណាចៅណា ចង់ឲ្យខ្ញុំជួយអ្វីដែរ ចៅជួយដកដាច់គោលចេញពីដើមឈើនេះឲ្យយាយបន្តិចមកយាយរស់នៅទាំងឈឺផ្សាអស់ជាច្រើនឆ្នាំមកហើយចៅឆាប់ដកចេញទៅយាយនឹងអាចទៅជួយចៅវិញម្ដង រាក់ក៏ប្រញាប់ប្រញាល់ដកដាច់គោលចេញពីដើមឈើទាំងអស់រំពេចនោះដើមឈើស្រាប់តែមានពន្លឺភ្លឺចិញ្ចាចឡើងតែម្ដងហើយយាយចាស់ម្នាក់ស្លៀកក្បិនពានាក្រមាពណ៌សដៃមានកាន់ឈើច្រត់មួយក៏បង្ហាញខ្លួននៅចំពោះមុខនៃរាក់ពិតជាអស្ចារ្យណាស់លោកយាយជាទេវតាមែនទេ មិនមែនទេយាយគឺជាជំនាញឈើរស់នៅក្នុងដើមឈើនេះអស់រាប់ពាន់ឆ្នាំមកហើយដំបូងឡើយអ្នកស្រុកតែងតែមកបន់ស្រន់សុំសេចក្តីសុខពីយាយរហូតប៉ុន្តែក៏មានគ្រូធ្មប់ម្នាក់បានទៅញុះញង់អ្នកស្រុកឲ្យយកដាច់គោលមកដំនឹងដើមឈើព្រោះគិតថាយាយជាព្រាយបិសាចចាំស៊ីអ្នកស្រុកទៅវិញ អូបើអញ្ចឹងលោកយាយប្រហែលជាឈឺផ្សាខ្លាំងណាស់ហើយ ពិតមែនហើយតែពេលនេះយាយលេងអីហើយយាយមិនភ្លេចកូនចៅនោះទេចៅចង់ឲ្យយាយជួយអ្វីក៏ប្រាប់យាយមកចុះណា ឪពុកខ្ញុំពេលនេះគាត់ឈឺធ្ងន់ណាស់ដោយសារទូកអង្ករត្រូវចោរសមុទ្រប្លន់យកទៅបាត់ហើយបងប្រុសទាំងពីរក៏មិនដែលខ្វល់ខ្វាយគិតតែពីដើរផឹកស៊ីនិងលេងល្បែងតែប៉ុណ្ណោះ បើអញ្ចឹងចៅឆាប់ត្រឡប់ទៅវិញចុះចាប់ពីស្អែកនឹងទៅលេងមានរឿងមិនល្អកើតឡើងចំពោះគ្រួសារចៅទៀតហើយ នាយរៈបានស្ដាប់តាមការប្រាប់របស់ជំនាញឈើហើយក៏ត្រឡប់ទៅផ្ទះវិញទៅលុះពេលរាត្រីមកដល់នៅពេលដែលនាយរិទ្ធនិងនាយរតន៍កំពុងតែធ្វើដំណើរតាមផ្លូវត្រឡប់ទៅផ្ទះវិញពួកគេដើរបណ្ដើររអ៊ូបណ្ដើរឃើញអត់ខ្ញុំប្រាប់ហើយមិនជឿថាឲ្យចាក់មន់ចាក់ទេទៅចាក់ឃ្លោកហើយនៅមិនសុកទៅកាច់បោះគេយកមកដាក់ឃ្លោកដែរឥឡូវស៊ីអំបិល យីអានេះលេងល្បែងមានចាញ់ឈ្នះអញ្ចឹងហើយអាណាចង់អញ្ចឹងវៃនៅល្អូល្ងៅអញម៉ាត់ម្ដាយឥឡូវនឹងប៉ិនឥឡូវហ្នឹងគិតមិនម៉េចទៅបានលុយមកពីណាស្រង់ដើមអើល្ងើល្ងងនោះល្ងងរួចចុះគោទាំងក្រោលនោះយកទៅលក់មួយទៅចាំស្រង់ដើមបានចាំទិញឲ្យពុកម៉ែវិញអឺមែនវៃអាបងឆ្លាតតាចេះរកនឹកឃើញវៃ យើងឆ្លាតតាំងតែពីដើមម្លេះអាក្អូនកំពុងតែដើរជជែកគ្នាស្រាប់តែពួកគេបានប្រទះឃើញរទេះមួយគ្រឿងយ៉ាងធំឈប់នៅកណ្ដាលផ្លូវហេហើយចុះអ្នកណាគេហ៊ានយកអាតេះយកមកដាក់ពាំងផ្លូវយើងអញ្ចឹងពិតជាមិនស្គាល់អ្នកតូចអ្នកធំមែនវៃមែនហើយអ្នកណាហ៎ឆាប់ចេញមកឆាប់អូសអាតេះចេញពីមុខយើងភ្លាមអេ នៅមិនចេញមកទៀតអាក្អូនឯងឆាប់ទៅបើកអាតេះនោះហើយអូសកវាចេញមកក្រៅមកយើងបដៅវាឲ្យចោះដៃម្ដងបាទបងវ៉ាវបងរត់ក្នុងអាតេះមិនមានមនុស្សទេតែមានមាសប្រាក់ច្រើនណាស់បងពិតមែនទេឯណាឲ្យយើងមើលបន្តិចមើលវ៉ាវព្រះអើយមាសច្រើនណាស់ប្រហែលជាទេវតាអាណិតកូនចៅដែលកូនចៅលេងល្បែងចាញ់អស់ច្រើនហើយមើលទៅ តែប៉ុណ្ណេះយើងបានស្រង់ដើមវិញហើយបងតែខ្ញុំគិតថាមាសប្រាក់ច្រើនអញ្ចឹងយើងយកទៅចែកអ្នកផ្ទះខ្លះទៅអីអាល្ងើអើយយកទៅឲ្យអ្នកផ្ទះធ្វើអីនាំតែខាតប្រយោជន៍យើងទេអាពៅវាចេះរកលុយចិញ្ចឹមពុកម៉ែហើយយើងយកទៅលាក់ទុកហើយយកទៅលេងល្បែងវិញកុំល្ងើពេករំពេចនោះរទេះមាសប្រាក់ក៏ស្រាប់តែคล้ายទៅជាពស់មួយក្បាលយ៉ាងធំអើតក៏សម្ដៅមករកពួកគេបងរត់ពស់ធំណាស់បងម៉ែអើយជួយកូនផងឆាប់រត់ទៅអើយ ពួកឯងចង់រត់ទៅណានៅមួយកន្លែងឲ្យស្ងៀមទៅ
បើមិនដូច្នេះទេយើងនឹងលេបពួកឯងចូលទៅក្នុងពោះយើងជាមិនខាននោះទេ ពោះអើយកុំសម្លាប់ខ្ញុំអីខ្ញុំមានពុកម៉ែនិងប្អូនដែលត្រូវចិញ្ចឹមបើខ្ញុំស្លាប់ទៅគ្មាននរណាចិញ្ចឹមពួកគេទេ ពួកឯងទាំងពីរបានសាងបាបកម្មមកច្រើនណាស់ដូច្នេះហើយយើងឃើញពីទង្វើអាក្រក់របស់ពួកឯងទាំងពីរហើយពួកឯងបានធ្វើឲ្យគ្រួសារមានទុក្ខជាពិសេសធ្វើឲ្យអ្នកដែលបង្កើតពួកឯងនឹងរកស៊ីចិញ្ចឹមពួកឯងតាំងពីតូចធ្លាក់ខ្លួនឈឺទៀតយើងនឹងរឹតពួកឯងឲ្យស្លាប់ហើយឲ្យពួកឯងទៅទទួលទារុណកម្មនៅឯឋាននរក កុំអីខ្ញុំខ្លាចហើយពោះឯងចង់ឲ្យខ្ញុំធ្វើអីក៏បានដែរកុំឲ្យខ្ញុំចុះឋាននរកអី ល្អបើអញ្ចឹងទុកជីវិតឲ្យពួកឯងម្ដងចោះប៉ុន្តែពួកឯងត្រូវទៅសំពះសុំខមាទោសឪពុកម្ដាយរបស់ឯងនិងសងគុណដល់ពួកគាត់ទាំងពីរចាប់ពីថ្ងៃនេះតទៅហើយបើពួកឯងហ៊ានតែប្រព្រឹត្តអំពើអាក្រក់ទៀតនោះពួកឯងនឹងត្រូវស្លាប់ដោយគ្មានថ្ងៃបានទៅចាប់ជាតិជាមិនខាននោះទេ បាទពួកខ្ញុំដឹងខុសហើយ យើងនឹងចាំមើលពួកឯង ថាហើយពោះក៏រលាយខ្លួនបាត់ទៅចំណែកឯបងប្អូនទាំងពីរក៏បានរត់សម្ដៅទៅផ្ទះដោយក្តីភ័យខ្លាចលុះពេលរាត្រីមកដល់នៅពេលដែលនាយរិទ្ធនិងនាយរតនឹងបានស្រែកយំសុំសំពះខមាទោសដល់ឪពុកម្ដាយគេផងដែរលុះព្រឹកឡើងស្រាប់តែមានដំណឹងល្អបានកើតឡើងពងម៉ែបងទាំងពីរឆាប់មកមើលនេះមក ហើយតើមានរឿងអីនឹងហាកូនរ៉ា គឺអង្ករដែលបាត់នោះគឺវាមកនៅក្នុងមុខផ្ទះយើងណាម៉ែគឺគ្រប់ចំនួនតែម្ដង អូព្រះអើយវាពិតជាអស្ចារ្យអរគុណដល់ទេវតាដែលមើលឃើញពីទុក្ខលំបាករបស់កូនចៅ លោកសេដ្ឋីពេលឃើញអង្ករត្រឡប់មកវិញបូករួមជាមួយនឹងកូនរបស់គាត់ទាំងពីរត្រឡប់មកធ្វើជាកូនល្អវិញនោះគឺបានធ្វើឲ្យគាត់សប្បាយចិត្តក្រៃលែងគាត់បានអោបប្រពន្ធនិងកូនគាត់ទាំង3នាក់យ៉ាងមានសេចក្តីសុខចប់ដោយបរិបូរណ៍សូមអរគុណ